តាអ្នកធ្លាប់មានអារម្មណ៍ថាចង់ដើរចេញពីអ្វីៗទាំងអស់ដែរឬទេមានផេនខ្វីនតូចមួយដែលធ្លាប់ធ្វើរឿងបែបនេះពិតៗកាលពីឆ្នាំ2007ផលិតករភាពយន្តម្នាក់បានរកឃើញផេនខ្វីនតូចមួយនៅអង់តាក់ទិកខណៈពេលដែលផេនខ្វីនទាំងអស់កំពុងដើរទៅសមុទ្រដើម្បីរកអាហារតែមានផេនខ្វីនតែមួយក្បាលវាឈប់បត់ក្រោយហើយដើរទៅទិសផ្ទុយគេវាមិនបានវង្វេងផ្លូវវាកំពុងតែដើរត្រង់ទៅកាន់ភ្នំចូលទៅក្នុងដីគោកប្រហែល70គីឡូម៉ែត្រជាកន្លែងដែលគ្មានអាហារមានតែទឹកកកនិងភាពមិនប្រកបប្រជាសូម្បីតែនៅពេលដែលមនុស្សព្យាយាមជួយនាំវាត្រឡប់ទៅហ្វូងវាក៏បាត់ក្រោយវិញហើយបន្តដើរតែម្នាក់ឯងហើយអ្វីវាខ្លាចជារឿងល្បីនៅក្នុងបណ្ដាញអ៊ីនធឺណិតព្រោះ Penguin តូចមួយនេះតំណាងឲ្យសម្លេងតូចមួយនៅក្នុងបេះដូងមនុស្សយើងទាំងអស់សម្លេងដែលពេលខ្លះយើងចង់រស់នៅក្រៅ script ចង់បំបីក្បួនចង់ដើរផ្លូវរបស់ខ្លួនទោះបីអ្នកដទៃមើលថាមិនសមហេតុផលក៏ដោយគេប្រាប់ថា Penguin មិនគួរឡើងភ្នំឡើយព្រោះវាមិនចេះហោះមិនលឿនមិនសមនឹងផ្លូវខ្ពស់ប៉ុន្តែគ្មានអ្នកណាដែលសួរវាទេថាវាចង់ទៅណាជីវិតមនុស្សយើងក៏ដូចគ្នាអ្នកមិនចាំបាច់ដូចអ្នកណាមិនចាំបាច់ទៅលឿនមិនចាំបាច់ធ្វើឲ្យគ្រប់គ្នាយល់ស្របបើថ្ងៃនេះអ្នកកំពុងដើរផ្លូវរបស់ខ្លួនទោះយឺតទោះឯកោទោះគ្មានអ្នកណាមើលឃើញនោះមានន័យថាអ្នកកំពុងស្មោះត្រង់ជាមួយខ្លួនឯងជា Penguin ដើរផ្លូវរបស់អ្នកឡើងភ្នំរបស់អ្នកតាមល្បឿនរបស់អ្នកព្រោះចុងក្រោយអ្នកដែលទៅដល់មិនមែនជាអ្នកដែលលឿនជាងគេប៉ុន្តែជាអ្នកដែលមិនឈប់ដើរដើមមនុស្សយាយផ្លែ5បងប្អូនមក5មក6ច្រឡំលែងនោះ5មកលែងផ្សេងនោះ1 6នៅឃើញនេះនិយាយថតឲ្យមើលហើយដើរហាត់ប្រាណណានេះហាត់ប្រាណនោះលោកលជិតថតដើរដីនេះទៅមកទៅវិញលោកតាគេដុតសម្ដាំទៅនិយាយដើរហាត់ប្រាណអត់ស្គូខ្លួនទៅដល់ចកាស្គូខ្លួនទៅដើរហាត់ប្រាណបែកញើសជោគទៅដើរមករួចទៅពេលថតវីដេអូមើលទៅវិលហ្មងអ្នកមើលតាមវិលតាមអេទៅប្រកែប្រកាន់មួយយាយអញចាំមួយយាយបែបទិញអានេះដាក់ឈោថតដែរក៏តែវាបាត់ទៅនៅចកាសบายជាងនៅផ្ទះបងប្អូននៅផ្ទះវាមនុស្សឮតែភ្លេងឮតែភ្លេងឡានម៉ូតូនៅចកានោះអត់ឮទេនេះការខ្ទឹមយាយផ្កាត្រង់ដកទាំងដើមមកលោកតាឲ្យដកតែលោកតាវល់តែដើរ5វល់មើលចាឯងមើលឡាច់មើលការមើលផ្លែទៅដើរឡើងបានតែ3000ជាងជាហ៊ានបើនៅផ្ទះផ្លេត3000ជាងហ៊ានដែរនេះដើមពោតប្រាំងងាយសាបដោះហើយឲ្យទឹករួចហើយនេះបាទក្រោយទៅដល់ខាងក្រោយហើយលោកតាក៏ជ្រះស្មៅឲ្យដុតស្មៅមិនប្រឡាស់ល្អទេថាវាជានៅផិតម្ដងទៀតហើយម្ដងទៀតបោសខាតហើយនៅឆ្កាជុំវិញដីទៀតប្រៅលបងណា